បាទសូមស្វាគមន៍អ្នកនរគ្នានៅទស្សនាវីដេអូនេះជារបៀបនៃការចុះឈ្មោះប្រើប្រាស់ Camtool អូខេជាដំបូងអ្នកទាំងគ្នាត្រូវមានជ្រោមមួយណាខ្ញុំក៏វាពីលើនឹងមួយដើម្បីយើងប្រើទុកប្រើប្រាស់សារហ្នឹងអញ្ចឹងយើងបើកជ្រោមហើយយើងគ្រាន់តែវាពាក្យថា thecamtool.com នេះដូចខ្ញុំកំពុងបង្ហាញនៅលើហ្នឹង view thecamtool.com ហ្នឹងមកម្ដងចំណុចហ្នឹងហើយគឺនៅនេះឃើញផ្ទាំងប៉ុណ្្នឹងហើយអញ្ចឹងយើងក៏លេខមកមើលកន្លែងលើនេះកន្លែងមីនុយពាក្យមីនុយហ្នឹងមកបន្តមកទៀតអ្នកនេះគ្រាន់តែចុចពាក្យថា login and register ណាបន្តមកទៀតនេះគឺជាផ្ទាំង login អញ្ចឹងបើអ្នកទាំងអស់គ្នាអត់ទាន់មាន account ទេគឺតម្រូវឲ្យអ្នកគ្នាចុះឈ្មោះមួយណាអញ្ចឹងដើម្បីចុះឈ្មោះបានអ្នកគ្នាក៏លេខមកមើលកន្លែងនេះ sign up ហើយនឹងចុះឈ្មោះហ្នឹងយើងគ្រាន់តែចុចលើវាមកប៉ក់មកបាទដល់កន្លែងនេះគឺអីគេគឺជា username ណាយើងអាចដាក់ឈ្មោះយើងក៏បានអីក៏បានឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំណាកន្លែងនេះគឺកន្លែង email ដែលយើងត្រូវប្រើប្រាស់ login សម្រាប់ចូលជាមួយ tool អញ្ចឹងកន្លែង log email នេះគឺតម្រូវឲ្យអ្នកគ្នាត្រូវវាបញ្ចូល email ដែលអ្នកគ្នាអាចប្រើប្រាស់បាននៅពេលដែលយើងករណីយើងភ្លេច password អីគឺយើងអាចប្រើប្រាស់ email ហ្នឹងដើម្បី reset យក password និងយក account ហ្នឹងមកវិញណាអញ្ចឹងឧទាហរណ៍ខ្ញុំមាន email របស់ខ្ញុំមួយខ្ញុំដាក់ថា singran អញ្ចឹងទៅ grey មួយហើយខ្ញុំ @gmail.com បញ្ជាក់ម្ដងទៀតគឺកន្លែងហ្នឹងគឺយើងទទួលតែ Gmail ហើយនិង Yahoo ទេបើខុសពីហ្នឹងគឺយើងចុះឈ្មោះអត់កើតទេណាអញ្ចឹងយើងត្រូវពិនិត្យមើលថា gmail.com របស់យើងគឺទៅសេត្រូវហើយនិង @yahoo របស់យើងគឺទៅសេត្រូវអញ្ចឹងកន្លែងនេះគឺកន្លែងដែលយើងដាក់លេខសម្ងាត់របស់យើងណាយើងអាចដាក់អីដាក់ទៅឲ្យបាន8ខ្ទង់ហើយក្រោមនេះគឺជាបញ្ជាក់លេខសម្ងាត់ខាងលើរបស់យើងតោះអត់អញ្ចឹងអាហ្នឹងយើងត្រូវដាក់ដូចគ្នាជាមួយអាលើណាជើងខ្ញុំដាក់មកអញ្ចឹងបន្ទាប់ពីបានយើងបំពេញសពគ្រប់ហើយយើងគ្រាន់តែចុចពាក្យថា register នេះមកនេះចុចមកណាហើយចុះឈ្មោះដែលភាសាខ្មែររបស់យើងហ្នឹងមកចុចវាមកប៉ក់មកហ្នឹងអូខេដល់បន្ទាប់ពីយើងចុចពាក្យថាចុះឈ្មោះហ្នឹងហើយគឺយើងដល់ផ្ទាំងនេះគឺតម្រូវឲ្យអ្នកគ្នាត្រូវបង់ប្រាក់មុនវាមានពីរលក្ខខណ្ឌទី1អ្នកគ្នាអាចបញ្ចូល token ដាក់មុនក៏បានដែរមើលទៅតាមវីដេអូនេះហើយបញ្ចូល token ដើម្បីប្រើប្រាស់ថាយើងអាចដាក់បានហើយអាចតំណតំណងមកបង់ប្រាក់ខ្ញុំណាជាមួយនឹង Telegram admin នេះហើយជាមួយនឹងក្រុមមកហើយជាមួយនឹងការថតហ្នឹងគឺការបង់ប្រាក់គឺអ្នកខ្ញុំត្រូវថត email ហើយនឹង ID ឬក៏ user ID ហ្នឹងជាមួយនឹងវិក័យប័ត្រដែលបង់ប្រាក់ផ្ញើមកខ្ញុំតើអត់ឬក៏អ្នកគ្នាអាចបង់ប្រាក់មុនហើយចាំយើងមកដាក់ token ក៏បានដែរវាមានពីរជម្រើសណាអញ្ចឹងនេះជានៅពេលនឹងឆាតរបស់ខ្ញុំយើងទទួលបានរូបភាពនេះមួយអញ្ចឹងអ្នកខ្ញុំមើលទៅថាវាមានតម្លៃប្រមាណមានតម្លៃ$2 $5 និង$3ជាមួយនឹងធនាគារខាងក្រោមជាមួយនឹងការភ្នាក់ងារលេខវេតាមវិញបើអ្នកខ្ញុំអត់មានធនាគារអាចវេទៅតាមលេខវិញនេះតើអត់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងការចុះឈ្មោះតម្រូវអ្នកគ្នាបង់ប្រាក់មុនទៅអាចប្រើប្រាស់បានណាមានតែប៉ុណ្្នឹងឯងអរគុណច្រើន